ក្រសួងការងាររៀបចំឲ្យមានការសម្ភាសការងារភ្លាមៗនៅច្រកព្រំដែនកម្ពុជាថៃសម្រាប់ពលករដែលត្រឡប់មកពីប្រទេសថៃចូលមកមាតុភូមិកម្ពុជាវិញក្រសួងការងារបានត្រៀមសម្របសម្រួលប្រជាពលរដ្ឋវិលមកមាតុភូមិកម្ពុជាវិញតាមរយៈអនុព័ន្ធការងារប្រចាំប្រទេសថៃក្នុងករណីមានការបញ្ជូនពលករខ្មែរមកប្រទេសវិញនេះជាការបញ្ជាក់របស់លោកស៊ុនមេសានាយកនាំពាក្យក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈប្រាប់បណ្ដាញសារព័ត៌មាននៅរសៀលថ្ងៃទី13ខែមិថុនាដោយលោកបានបញ្ជាក់ថាមកដល់កម្ពុជាក្រសួងបានរៀបចំយន្តការសម្ភាសធ្វើការងារភ្លាមដល់ពលករខ្មែរនៅច្រកព្រំដែនតែម្ដងបណ្ដាច្រកព្រំដែនសំខាន់ៗដែលរៀបចំសម្រាប់ធ្វើការសម្ភាសរួមមាននៅច្រកដូងខេត្តបាត់ដំបងច្រកព្រំដែនអន្តរជាតិប៉ោយប៉ែតខេត្តបន្ទាយមានជ័យច្រកព្រំដែនក្នុងក្រុងសារីសុភ័ណ្ឌនិងច្រកបន្ទាយមានជ័យលោកស៊ុនមេសាបានបញ្ជាក់យ៉ាងដូចនេះមកដល់ខ្មែរយើងមានយន្តការទទួលយកបងប្អូនយើងទន្ទឹមនឹងនេះយើងក៏បានដាក់ឲ្យមានការរកការងារភ្លាមនៅច្រកព្រំដែនតែម្ដងដែលនៅច្រកដូងច្រកបន្ទាយមានជ័យប៉ោយប៉ែតនិងមួយទៀតនៅក្រុងសារីសុភ័ណ្ឌយ៉ាងណាមិញអ្នកនាំពាក្យរូបនេះមិនបានបញ្ជាក់ពីប្រភេទការងារដែលបានត្រៀមសម្រាប់ពលករខ្មែរនោះទេដោយឡែកលទ្ធភាពក្នុងការសម្ភាសនិងផ្ដល់ការងារដល់កម្មករដែលអាចនឹងត្រឡប់មកមាតុប្រទេសវិញក៏មិនមានការបញ្ជាក់ដែរពាក់ព័ន្ធទៅនឹងឱកាសការងារនេះដែរលោកស៊ុនមេសាក៏បានឆ្លៀតបន្ថែមថាក្រសួងការងារក៏បានផ្ដល់វគ្គបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដល់ពលករខ្មែររស់នៅតាមបណ្ដាខេត្តជាប់ព្រំដែនជាមួយប្រទេសថៃដែរដើម្បីផ្ដល់លទ្ធភាពរកការងារធ្វើក្នុងប្រទេសដល់ពួកគេក៏ដូចជាបង្កើតឱកាសការងារឬផលិតភាពធ្វើការនៅប្រទេសផ្សេងទៀតជុំវិញស្ថានភាពរបស់ពលករខ្មែរដែលកំពុងរស់នៅនិងធ្វើការនៅប្រទេសថៃលោកលឹងសុផុនមន្ត្រីគម្រោងទទួលបន្ទុកផ្នែកពលករចំណាក់ស្រុកនៃអង្គការសង្ត្រាល់ប្រចាំប្រទេសថៃបានបញ្ជាក់ប្រាប់បណ្ដាញព័ត៌មានពលករខ្មែរជាច្រើនបានសួរនាំទៅវិញទៅមកពាក់ព័ន្ធទៅនឹងស្ថានភាពចុងក្រោយនៅតាម Group Telegram និង Messenger ទន្ទឹមនឹងនេះប្រជាពលរដ្ឋទាំងអស់កំពុងព្រួយបារម្ភពីការរស់នៅនិងបំពេញធ្វើការរបស់ខ្លួនជាពិសេសខ្លាចរងនឹងការរើសអើងឬឈានដល់ការប្រើប្រាស់ហិង្សាពីអ្នកជាតិនិយមថៃឆ្លើយតបទៅនឹងស្ថានភាពនេះលោកស៊ុនមេសាបញ្ជាក់ថាក្រសួងបាននឹងកំពុងបន្តតាមដានស្ថានភាពពិវាទយ៉ាងយកចិត្តទុកដាក់ហើយក្រសួងនឹងប្រឹងប្រែងជួយពលករខ្មែរឲ្យអស់ពីលទ្ធភាពក្នុងករណីមានចម្ងល់ឬមានបញ្ហាដូចជាការរើសអើងជាដើមអ្នកនាំពាក្យក្រសួងការងារជំរុញឲ្យប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅនិងធ្វើការនៅប្រទេសថៃទំនាក់ទំនងទៅកាន់អនុព័ន្ធការងាររបស់កម្ពុជាស្ថានទូតកម្ពុជាប្រចាំប្រទេសថៃតាមរយៈទំព័រ Facebook ក្រសួងការងារសូមរំលឹកផងដែរថានៅថ្ងៃទី13ខែមិថុនាឆ្នាំ2025ក្នុងនាមជាប្រធានបកប្រជាជនកម្ពុជាបានបញ្ជាឲ្យអាជ្ញាធរត្រៀមទទួលយកនិងដោះស្រាយការងារជូនពលករដែលវិលត្រឡប់ពីថៃបើតាមសម្ដេចតេជោកម្ពុជាខ្វះកម្លាំងពលកម្មទាំងវិស័យឧស្សាហកម្មទាំងវិស័យកសិកម្មនិងសំណង់រាប់សិបម៉ឺនកន្លែងប្រមុខបកប្រជាជនកម្ពុជាបានបញ្ជាក់បន្ថែមថាពលករខ្មែរអាចចាក់ចេញមកកម្ពុជាមុនថៃបណ្ដេញចេញដែលពេលនេះកំពុងទទួលការមើលងាយនិងប្រមាថយ៉ាងធ្ងន់ធ្ងរនៅក្នុងតំបន់មួយចំនួនការវិវត្តចុងក្រោយនៃវិវាទព្រំដែនគឺកម្ពុជាបានសម្រេចឈប់ទិញអ៊ីនធឺណិតអគ្គិសនីបញ្ឈប់ការចាក់ផ្សាយខ្សែភាពយន្តថៃនៅតាមទូរទស្សន៍ដើម្បីឆ្លើយតបទៅនឹងការគំរាមរបស់ថៃជុំវិញលទ្ធភាពនិងប្រជាធិបតេយ្យរបស់កម្ពុជានេះជាគោលការណ៍ណែនាំមួយក្នុងចំណោម6របស់សម្ដេចតេជោហ៊ុនសែនឆ្លើយតបទៅនឹងភាគីថៃ